អនុញ្ញាតលំអរកាយគោរពជម្រាបសួរប្រិយមិត្តទស្សនិកជនដែលកំពុងតែតាមដានទស្សនាទៅនឹងការផ្សាយផ្ទាល់ពិសេសចេញពីเพจរបស់ទូរទស្សន៍ជាតិកម្ពុជាខេត្តពោធិ៍សាត់ជាទីគោរពរាប់អានគណៈវេលាស្មើនេះទស្សនវិជ្ជាដែលលោកស្រីនាងកញ្ញាបាននឹងកំពុងតែទស្សនានេះគឺខ្ញុំបាទកំលៀងកំពុងធ្វើសេចក្តីរាយការណ៍ផ្ទាល់ពីទីតាំងនៅតាមដងស្ទឹងពោធិ៍សាត់បាទមកស្ទឹងពោធិ៍សាត់ដែលទីតាំងដែលយើងកំពុងតែស្ថិតនៅនេះគឺតាមបណ្ដោយផ្លូវព្រែកស្ដីមូលដ្ឋានក្នុងក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ហើយឃើញថាមកទល់នឹងពេលនេះស្ថានភាពទឹកស្ទឹងពោធិ៍សាត់នៅតែបន្តមានការកើនឡើងគ្រាន់តែថាល្បឿននៃការកើនឡើងហ្នឹងគឺយឺតហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់តាំងពីយប់មិញមកចាប់ពីម៉ោង12ស្ថានភាពទឹកចាប់ផ្ដើមកើនឡើងហើយក្នុងនោះយើងឃើញថាមានការអន្តរាគមន៍ពីសំណាក់ផ្នែកដឹកនាំខេត្តគឺឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមលោកជំទាវបាទថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីរាជការនៅតាមបណ្ដាមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្តនិងយុវជនព្រមទាំងកងកម្លាំងនិងប្រជាការពារនៅតាមដងមាត់ស្ទឹងពោធិ៍សាត់បាននឹងកំពុងតែដុតដៃដុតជើងក្នុងការអន្តរាគមន៍ក្នុងនោះយើងឃើញថាក្រោមកិច្ចចង្អុលការនឹងអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់គឺអាដាមខុយរីដាបាទលោកបានធ្វើការចុះបាទអន្តរាគមន៍តាំងពីយប់មិញមកម្លេះបាទបើតាមការឲ្យដឹងពីក្រុមការងារគាត់ថាតាំងពីម៉ោងប្រហែលជា1បាទរំលងអត្រាយប់មិញថ្ងៃទី19ឈានចូលថ្ងៃទី20ព្រឹកនេះបាទអញ្ចឹងមកទល់នឹងពេលនេះថ្នាក់នាំលោកនៅតែបន្តពិនិត្យមើលនិងអន្តរាគមន៍ជាបន្តទៀតនៅទីតាំងមួយចំនួនបញ្ជាក់ជូនផងដែរថាសម្រាប់ខេត្តពោធិ៍សាត់មូលដ្ឋានដែលមានការលិចបាទគឺយើងមានច្រើនកន្លែងក្នុងនោះមានដូចជាតាមបណ្ដោយស្ទឹងពោធិ៍សាត់ស្ថិតនៅសង្កាត់ព្រៃញីលលោកសនិងមូលដ្ឋានក្រុងពោធិ៍សាត់បាទហើយមូលដ្ឋានក្រុងពោធិ៍សាត់គឺមានការលិចតិចតួចប៉ុន្តែយ៉ាងណាមិញនៅតែអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋបាទធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសមកទល់ទៅពេលនេះយើងឃើញបងប្អូនប្រជាពលរដ្ឋយើងលោកបានត្រៀមលក្ខណៈបាទមួយចំនួនលោកបានទប់នៅទឹកបាទមានជាទំនប់មានជាកង់ឡានឬមធ្យោបាយផ្សេងៗដែលលោកធ្វើការទប់ដើម្បីកុំឲ្យទឹកមានការហក់បុកខ្លាំងចូលទៅផ្ទះសម្បែងរបស់ពួកគាត់ជាក់ជូនផងដែរថាសម្រាប់កិច្ចអន្តរាគមន៍របស់ថ្នាក់ដឹកនាំខេត្តនៅចាប់ពីទៀបភ្លឺមកដល់ពេលនេះគឺមិនទាន់សម្រាប់ទេដោយសារតែស្ថានភាពទឹកនៅតែបន្តហក់ឡើងយ៉ាងណាមិញបាទបងប្អូនយើងអាចទស្សនាបន្តជាមួយនឹងការធ្វើសេចក្តីអត្ថាធិប្បាយហើយទីតាំងដែលយើងកំពុងតែស្ថិតនៅនេះយើងកំពុងតែធ្វើដំណើរទៅកាន់ទីតាំងមូលដ្ឋានក្រុងពោធិ៍សាត់វិញហើយនៅតាមផ្លូវយើងមានក្រុមការងារបាទយុវជនប្រជាការពារកំពុងតែដុតដៃដុតជើងសកម្មភាពយ៉ាងសកម្មនៅក្នុងការជួយអន្តរាគមន៍ទប់ស្កាត់នៅល្បឿននៃទឹកបាទបិទតែយើងមិនអាចទប់ជាប់បាន 100% ប៉ុន្តែយ៉ាងណាយើងព្យាយាមកាត់បន្ថយនៃការខូចខាតជាអតិបរិមានៅខាងមុខនោះគឺក្រុមការងារបាទរដ្ឋបាលខេត្តនិងបងប្អូនប្រជាពលរដ្ឋយុវជនប្រជាការពារជាពិសេសមន្ត្រីក្នុងមូលដ្ឋានបាទចូលរួមដុតដៃដុតជើងក្នុងការច្រកនៅបាវខ្សាច់បាទដែលបានបំរុងនិងត្រៀមសម្រាប់ច្រកទៅតាមបាវនីមួយៗដើម្បីទប់សូមបញ្ជាក់ជូនថានៅវេលារាត្រីយប់មិញម៉ោង9នេះក្រុមការងារផ្សាយផ្ទាល់ពិសេសរបស់យើងបានធ្វើការផ្សាយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យមានការប្រុងប្រយ័ត្នដែលពេលនោះគឺស្ថានភាពទឹកគឺហាក់បីដូចជាមិនជាឡើងលឿនប៉ុន្មានទេប៉ុន្តែមកទល់នឹងព្រឹកនេះគឺថាស្ថានភាពទឹកមានការហក់ឡើងបាទយ៉ាងគំហុកផងដែរហើយអ្វីដែលបងប្អូនយើងត្រូវធ្វើនៅពេលនេះគឺប្រុងប្រយ័ត្នជាពិសេសជំនះហើយអាដាមអ្នកដឹកនាំយើងលោកបានធ្វើការត្រៀមនៅមូលដ្ឋានក្នុងទីទួលសុវត្ថិភាពដើម្បីជំនះបងប្អូនយើងដែលរងគ្រោះធ្ងន់ធ្ងរបាទទៅកាន់មូលដ្ឋានសុវត្ថិភាពហើយក្នុងនោះអ្វីដែលខ្ញុំទទួលបានព័ត៌មានគឺមូលដ្ឋានសុវត្ថិភាពដែលអាដាមលោកបានត្រៀមសម្រាប់ជំនះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរគឺនៅមន្ទីរបកមន្ទីរគណៈបកប្រជាជនធំនៅសង្កាត់មន់ចែបាទឃើញថាខេត្តពោធិ៍សាត់ក្នុងអំឡុងរយៈពេល2ឆ្នាំបន្ទាប់នេះស្ថានភាពនៃការហក់ឡើងនៅចំនួនទឹកភ្លៀងហាក់បីដូចជាមិនមានផលប៉ះពាល់នឹងរងគ្រោះដល់បងប្អូនប្រជាពលរដ្ឋទេប៉ុន្តែនៅក្នុងឆ្នាំ2025នេះបាទគឺមានការកើនឡើងប៉ុន្តែយ៉ាងណាមិញប្រសិនបើមិនមានអ្វីប្រែប្រួលឬក៏ស្ថានភាពធាតុអាកាសមិនមានការបង្កនៅភ្លៀងធ្លាក់ពី
ពីខាងលើទេចំនួនទឹកភ្លៀងនេះបើតាមការដឹងពីអាយដាមអភិបាលលោកថានឹងរយៈពេលត្រឹមតែប្រហែលជា2ថ្ងៃទេគឺថ្ងៃទី15ទី20និងទី21ស្អែកនេះគឺនឹងស្រកទៅវិញហើយបាទគឺថាទីក្នុងឱកាសនោះអាដាមលោកបានសំណេះសំណាលសាកសួរសុខទុក្ខបាទទៅកាន់បងប្អូនយើងដែលមានលំនៅឋានអរ៉បនិងដងស្ទឹងដែលមានផលប៉ះពាល់អ្វីទេឬក៏មានការអន្តរាគមន៍យ៉ាងណាពីព្រោះដោយសារតែបងប្អូនយើងដែលរស់នៅតាមបណ្ដោយដងស្ទឹងលោករងផលប៉ះពាល់ជាងបាទដោយសារប្រហែលជា2ឆ្នាំមុនយើងលិចទូទាំងខេត្តប៉ុន្តែអ្វីដែលលិចខ្លាំងនោះគឺបងប្អូនយើងនៅតាមរ៉បមាត់ស្ទឹងនេះឯងដោយសារតំបន់នេះគឺជាតំបន់ដែលប្រឈមហើយកម្លាំងទឹកក៏មានការបុកខ្លាំងមកពីស្ទឹងទាំង3ធំៗរបស់យើងនៅក្នុងខេត្តពោធិ៍សាត់នោះបងប្អូនទៅតាមរ៉បមាត់ស្ទឹងបើឃើញថាអីវ៉ាន់មួយចំនួនហ្នឹងគឺថាលើកដាក់ទុកដាក់ដើម្បីរកទីទួលសុវត្ថិភាពហើយបញ្ជាក់ជូនផងដែរថាស្ថានភាពនេះអូមើលតែបងប្អូនគាត់សុបាយហ្នឹងបាទអត់ដឹងអីទេសុបាយណាស់ក្មេងៗបានហែលទឹកបាទអញ្ចឹងបញ្ជាក់ជូនផងដែរថាសម្រាប់បងប្អូនយើងដែលមានលំនៅឋានរស់នៅតាមបណ្ដោយដងស្ទឹងសូមមេត្តាប្រុងប្រយ័ត្នទី1គឺអគ្គិសនីបាទអគ្គិសនីមានដូចជាព្រីឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ដែលភ្ជាប់ជាមួយនឹងអគ្គិសនីសូមធ្វើការរៀបចំបាទលើកដាក់ឲ្យខ្ពស់ទុកដាក់ឲ្យបានស្រេចបាច់បាទនិងប្រព័ន្ធភ្លើងផ្សេងដែលស្ថិតនៅទៀបបាទលើកឡើងដើម្បីត្រៀមកុំឲ្យមានបញ្ហាអគ្គិភ័យឬក៏ចរន្តអគ្គិសនីជាដើមឥឡូវនេះទីតាំងមួយចំនួនយើងបានអន្តរាគមន៍ហើយខ្សាច់ក៏មានដែរអញ្ចឹងខ្សាច់និងបាវមួយចំនួនទៀតយើងច្រឡប់យកទៅទីតាំងផ្សេងទៀតដែលកំពុងរងគ្រោះបន្តបាទឥឡូវនេះគ្រឿងចាក់យើងក៏កំពុងតែបញ្ជូនបន្តដែរបាទដើម្បីទៅអន្តរាគមន៍បន្តទៀតឃើញថាបងប្អូនយើងខ្លះលោកបានត្រៀមតាំងពីយប់អញ្ចឹងផលប៉ះពាល់គាត់ក៏ស្រួយស្ដើងទៅតាមនឹងបងប្អូនយើងខ្លះទៀតលោកថាសម្រាប់ទៅចាប់ផ្ដើមទឹកឡើងហូរវូចូលតែម្ដងมันបានត្រៀមលក្ខណៈរួចគ្រាន់តែដូច្នេះហើយបានក្រុមការងារយើងនៅយប់ម៉ោង9យប់មិញនេះយើងបានធ្វើការផ្សាយជូនបងប្អូនយើងឲ្យមានការត្រៀមលក្ខណៈឥឡូវនេះលោកនាយកវិទ្យាល័យអនុវិទ្យាល័យពោធិ៍សាត់បានដឹកនាំបងប្អូនសិស្សានុសិស្សមកជួយអន្តរាគមន៍បាទនេះគឺជាកម្លាំងចលករសំខាន់ណាស់បាទក្នុងនាមជាប្រជាពលរដ្ឋខ្មែរកម្លាំងសាមគ្គីបាទរបស់កម្ពុជារបស់យើងរបស់ខ្មែរបាទហើយលោកនាយកបានដឹកនាំមកដោយផ្ទាល់ដើម្បីចុះផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំខេត្តរបស់យើងធ្វើការអន្តរាគមន៍មានជាមធ្យោបាយផ្សេងបាទក្នុងនោះអាយដាមអភិបាលនៃគណៈបាលខេត្តរបស់យើងលោកបានផ្ដល់អនុសាសន៍ឲ្យបងប្អូនពិសេសលោកគ្រូដែលដឹកនាំក្រុមយុវជនបាទអនុវិទ្យាល័យពោធិ៍សាត់ធ្វើការជិះទៅមុខដើម្បីទៅរកទីតាំងដែលមានខ្សាច់ហើយនឹងដើម្បីអន្តរាគមន៍ជាមួយនឹងកងកម្លាំងវិជាការពារមន្ត្រីបាទក្នុងមូលដ្ឋានបាទអញ្ចឹងហើយឆ្លៀតឱកាសអំពីការសិក្សាបាទសិស្សានុសិស្សក្រុមពោធិ៍សាត់របស់យើងក៏ធ្វើការចូលរួមជាមួយសកម្មភាពនៃការអន្តរាគមន៍ជាមួយថ្នាក់ដឹកនាំខេត្តរបស់យើងផងដែរនេះគឺថាជាគំរូល្អមួយដល់យុវជនបាទដើម្បីចូលរួមចំណែកជាផ្នែកមួយក្នុងការចូលរួមអនុវត្តជាពិសេសគឺចូលរួមសង្គ្រោះបងប្អូនយើងផ្សេងទៀតបាទឥឡូវទីតាំងលិចបន្តទៀតទីតាំងមុខសាលាដំបូងនេះក៏លិចដែរបងប្អូនបាទបងប្អូនយើងអាចឃើញជាក់ស្ដែងហើយនេះគាត់ថាស្ថានភាពការលិចនៅទីតាំងនេះมันជាមានផលប៉ះពាល់អីខ្លាំងទេបាទដោយសារតែល្បឿនទឹកมันហូរកាត់បាទគ្រាន់តែលិចនេះគឺអាចថាលិចចេញមកពីតាមរយៈលូឬក៏ទីតាំងផ្សេងដែលទៀបបាទមានទំនាបណាឥឡូវនេះយើងមកដល់ទីតាំងមុខសាលាខេត្តផ្ទាល់ហើយបាទទីតាំងសួនច្បារមុខសាលាខេត្តយើងឃើញមានក្រុមការងារថ្នាក់នាំខេត្តពិសេសអាបារងខេត្តបាទស្រីឆ្កាវិជាបរដ្ឋវិជាការពារនិងយុវជនបាទចូលរួមយ៉ាងសកម្មមែនទែនដើម្បីច្រកនៅបាវសាច់បាទដើម្បីទប់ស្កាត់នៅមុខសាលាខេត្តដាក់នៅលើខឿនតែម្ដងចឹងមកដល់ទីតាំងនេះគឺឃើញថាមានការលិចរៀងគួរសមដែរបងប្អូនបាទឃើញទេលិចគួរសមហើយអាណាមិញដូចជាមិនលិចចូលដល់ក្នុងសាលាខេត្តទេប៉ុន្តែល្បឿននៃទឹកហូរយើងមិនទាន់ដឹងថាយ៉ាងម៉េចទេបាទឥឡូវយើងមកដល់បរិយាបន្ទប់កោះសំពៅនេះហើយគឺថាទីតាំងនេះក៏លិចដែរបាទលិចហូរចេញពីកោះឆ្លងខឿនបាទកាត់ផ្លូវតែម្ដងបាទហើយក្រោមកិច្ចខំប្រឹងប្រែងអន្តរាគមន៍របស់ថ្នាក់ដឹកនាំខេត្ត
ងំក្រុមការងាររដ្ឋបាលខេត្តបាទមន្ត្រីការអាដាមលោកជំទាវភារទីអង្គភាពជុំវិញខេត្តបាទអន្តរាគមតាំងពីជប់មកម្លេះតែម្ដងនៅពេលនេះគឺមិនទាន់បានសម្រានទេបងប្អូនបាទដោយសារភាពទឹកក៏មិនទាន់មានការថមថយយ៉ាងណាមិញយើងនឹងបន្តអាប់ដេតជូនលោកនាងបាទនេះគឺជាកម្លាំងជាបរដ្ឋជាការពារបាទលោកគ្រូបាទអន្តរាគមច្រកឲ្យបាវសាច់បាទដើម្បីទប់ស្កាត់ដូចថាទៅពេលនេះគឺការច្រកបាវហ្នឹងគឺបានជាហូរហែបងប្អូនបាទនេះបានទប់ទល់បានខ្លះដែរដើម្បីកុំឲ្យលបឿននិងកំហុកនៃទឹកហ្នឹងគឺមានការបោកខ្លាំងមកកាន់ក្រុងពោធិ៍សាត់បាទអញ្ចឹងជាថ្មីម្ដងទៀតជំរាបហើយជំរាបជូនទៀតថាសូមបងប្អូនប្រជាពលរដ្ឋរបស់យើងមិនថាតែនៅមូលដ្ឋានក្រុងពោធិ៍សាត់ឬតាមបណ្ដោយដងស្ទឹងពោធិ៍សាត់ទេនៅតាមស្រុកកណ្ដៀងបាទស្រុកដែលងាយរងហានិភ័យត្រូវតែបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះស្ថានភាពដែលនឹងអាចមានការហក់ឡើងឬថមថយទៅតាមស្ថានភាពចាស់ស្ដែងតែយ៉ាងណាមិញសង្ឃឹមថាបងប្អូនយើងនឹងបានត្រៀមលក្ខណៈគ្រប់គ្រាន់ទាំងអស់គ្នាដើម្បីទប់ទល់ទៅនឹងការជន់ឡើងនៃចំនួនទឹកភ្លៀងនេះអរគុណអញ្ចឹងក្រុមការងារផ្សាយផ្ទាល់ពិសេសរបស់យើងខ្ញុំសូមធ្វើការផ្អាកការផ្សាយបណ្ដោះអាសន្នសិនហើយយើងនឹងបន្តការផ្សាយជូនលោកអ្នកសារជាថ្មីបន្តទៀតជាមួយនឹងស្ថានភាពនៅស្ទឹងពោធិ៍សាត់បាទស្ថានភាពចំនួនទឹកភ្លៀងនៅក្នុងក្រុងពោធិ៍សាត់បន្តទៀតប្រសិនបើមានករណីការវិវត្តណាមួយផ្សេងទៀតយើងនឹងបន្តការផ្សាយជូនលោកអ្នកជាបន្តបាទកាលនេះក្រុមការងារផ្សាយផ្ទាល់ពិសេសដឹកនាំដោយលោកលៀងកថាប្រធានមន្ត្រីព័ត៌មានខេត្តពោធិ៍សាត់និងក្រុមការងារទាំងអស់សូមអរគុណនិងសូមគោរពលា